ស្រាមានប៉ៃលិននិងស្រាទំពាំងបាយជូរព្រៃជាផលិតផលដ៏ល្អមួយរបស់សិប្បករខេត្តប៉ៃលិនស្រាមានប៉ៃលិននិងស្រាទំពាំងបាយជូរព្រៃជាផលិតផលល្អឯករបស់សិប្បករខេត្តប៉ៃលិនមានរសជាតិឆ្ងាញ់ទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋខេត្តប៉ៃលិនក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្រុងជាច្រើននៅក្នុងប្រទេសកម្ពុជាក៏ដូចជាលើឆាកអន្តរជាតិផងដែរស្រាមានប៉ៃលិនមានជាតិអាល់កុលចំនួន12ដឺក្រេមាន4រសជាតិគឺរសជាតិចត់រសជាតិជូររសជាតិផ្អែមនិងរសជាតិល្វីងស្រាមានប៉ៃលិនមានអត្ថប្រយោជន៍ក្នុងការជួយរំលាយអាហារជួយធ្វើឲ្យចរន្តឈាមដំណើរការទៅបានល្អនិងជួយដុតបំផ្លាញជាតិខ្លាញ់នៅក្នុងសរសៃឈាមនិងក្បាលពោះនិងជួយបំបត្តិការចុករោយដៃជើងផងដែរលោកវូចធូចអាយុ40ឆ្នាំរស់នៅភូមិតងែនលើសង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិនបានចាប់ផ្ដើមបង្កើតសិប្បកម្មស្រាមានប៉ៃលិននេះតាំងពីឆ្នាំ2018ដែលពីដំបូងឡើយលោកបានសិក្សាស្រាវជ្រាវពីរបៀបធ្វើស្រាមានប៉ៃលិននេះដោយខ្លួនឯងបន្ទាប់មកលោកបានរៀនបច្ចេកទេសធ្វើស្រាពីជនជាតិស្កុតឡែនម្នាក់និងបានចូលរៀនវគ្គបណ្ដុះបណ្ដាលនៅសាលាតិចណូនៅរាជធានីភ្នំពេញផងដែរចំពោះបច្ចេកទេសដែលធ្វើស្រាមានប៉ៃលិននេះគឺក្នុងឆ្នាំ2008ខ្ញុំបានសិក្សាខ្លួនឯងម្ដងប៉ុន្តែដោយយើងចេះអត់មានគ្រូអញ្ចឹងជួបនឹងបរាជ័យហើយមកដល់ឆ្នាំ2013ខ្ញុំបានជួបជាមួយនឹងជនជាតិស្កុតឡែនម្នាក់ដែលគាត់អញ្ជើញទស្សនកិច្ចមកខេត្តប៉ៃលិនអញ្ចឹងក៏បានផ្លាស់ប្ដូរនឹងបទពិសោធន៍ជាមួយគាត់ជនជាតិស្កុតឡែនគឺគាត់ជំនាញខាងផលិតស្រាក្រហមប្រភេទពពួកទំពាំងបាយជូរជាប្រភេទវ៉ាញហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្ពស់គឺខ្ញុំធ្លាប់បានសិក្សាចំពោះមានប៉ៃលិនម្ដងហើយមកដល់ឆ្នាំ2013ហ្នឹងខ្ញុំបានសាកល្បងបានជោគជ័យប៉ុន្តែវាដោយកង្វះខាតទុនអញ្ចឹងគឺខ្ញុំពជាពេលមកដល់ឆ្នាំ2018ថ្ងៃទី13ខែ5 2018បានខ្ញុំចាប់ផ្ដើមបង្កើតសិប្បកម្មនេះឡើងហើយការបង្កើតនេះមិនមែនជាទ្រង់ទ្រាយធំទេគឺលក្ខណៈខ្នាតតូចបំផុតសម្រាប់គ្រួសារយើងនៅក្នុងតំបន់ណាបងគឺយើងអត់បាច់ចាំចំណាយទុនច្រើនទៅលើវត្ថុធាតុដើមរបស់ហ្នឹងពីព្រោះអីវត្ថុធាតុដើមហ្នឹងមាននៅក្នុងទីរួមខេត្តយើងស្រាប់ចំពោះសបកដបគឺយើងកំងមកពីចិនហើយសបកដបការ៉បនេះនឹងស្នុកខាងក្នុងអញ្ចឹងគឺយើងយកមកពីចិនទាំងអស់ដូចជាឡាបែលនេះគឺយើងធ្វើនៅខ្មែរយើងទេនៅភ្នំពេញនិយាយទៅវត្ថុធាតុដើមគឺយើងប្រើនៅក្នុងខេត្តប៉ៃលិនទាំងអស់លោកវូចធុចបានបញ្ជាក់បន្ថែមទៀតថាការផលិតស្រាមានប៉ៃលិននិងស្រាទំពាំងបាយជូរព្រៃនេះត្រូវការកម្លាំងពលកម្មចន្លោះពី10នាក់ទៅ20នាក់សម្រាប់ដំណើរការបកសម្បកផ្លែមានប៉ៃលិនប៉ុន្តែក្រោយមកទៀតត្រូវការមនុស្សតែ2នាក់ឬ3នាក់តែប៉ុណ្ណោះក្រោយពីបកសម្បកផ្លែមានរួចត្រូវយកទៅកិនឲ្យម៉ត់រួចយកទៅលាយជាមួយសារធាតុផ្សេងៗទៀតតាមបច្ចេកទេសនៃការផលិតស្រានិងយកទៅផ្អាប់ទុករយៈពេល6ខែដំបូងឡើយគឺយើងត្រូវយកមានដែលបកនឹងហើយយកមកកាន់នៅក្នុងម៉ាស៊ីននេះប៉ុន្តែដោយសារអត់ទាន់បានធ្វើសកម្មភាពទេគ្រាន់តែធ្វើបទបង្ហាញទេអញ្ចឹងមានដែលបកហើយគឺយើងយកមកកាន់រួចហើយបានយើងចូលទៅក្នុងធុងផ្អាប់នេះអញ្ចឹងយើងផ្អាប់យើងមានរយៈពេលម៉ោងរយៈពេលនេះវាត្រឹមត្រូវកំណត់ហើយបានយើងធ្វើ airlock ពេលនេះដោយសារយើងធ្វើ airlock អញ្ចឹងយើងត្រូវប្រហើបពីចោលអញ្ចឹងរយៈពេល40ម៉ោងអញ្ចឹងយើងប្រហើបពីចោលមកហើយការផ្អាប់នេះការបន្ទុំនេះគឺរយៈពេល6ខែមិនយើងអាចយកទៅចម្រោះយើងច្រកជាដបបានពេចខ្ចប់ប្រើប្រាស់បានហើយដូច្នេះដល់ពេលរយៈពេលយើងផ្អាប់ហើយគ្រប់6ខែគឺយើងចូលក្នុងម៉ាស៊ីនយើងចូលក្នុងម៉ាស៊ីនចម្រោះនេះបាទហើយម៉ាស៊ីននេះគឺយើងចម្រោះឡើងទៅដល់លើអញ្ចឹងទៅដល់នេះគឺវាតុបពេញមកនេះហើយគឺយើងបញ្ចេញមកចូលនេះបានចម្រោះចូលទៅខាងក្នុងកន្លែងពេចខ្ចប់តែម្ដងចំពោះស្រាមានប៉ៃលិននេះគឺមាន12ដឺក្រេហើយវាមាន4រសជាតិនៅក្នុងហ្នឹងបាទទឹកស្រាមួយដំណក់ហ្នឹងមាន4រសជាតិទី1គឺរសជាតិចត់ទី2ជូរទី3ផ្អែមនិងទី4ល្វីងប៉ុន្តែរសជាតិហ្នឹងវាទៅសងគ្នាបានវាស្តៀងគ្នាគ្រាន់តែរសជាតិចត់យើងដាក់ទៅយើងដឹង
មុនគេអញ្ចឹងណាបងហើយចំពោះអត្ថប្រយោជន៍របស់វាមានច្រើនបើសិនយើងប្រើប្រាស់ទៅតាមបច្ចេកទេសតាមការណែនាំអញ្ចឹងវាជួយដល់ដូចជាការទី1គឺការរំលាយអាហារធ្វើឲ្យចរន្តឈាមបេះដូងដើរបានស្រួលទី2ធ្វើឲ្យជួយដុតជាតិខ្លាញ់ដែលសេះសល់បានខ្លាញ់ក្បាលពោះខ្លាញ់អីក្នុងឬក៏ខ្លាញ់ក្នុងសរសៃឈាមឲ្យបានល្អដែរហើយមួយទៀតគឺជួយបំបត្តិការឈឺសន្លាក់ដៃជើងឬក៏ចុករួយចង្កេះអីប៉ុន្តែទាល់តែប្រើទៅតាមបច្ចេកទេសតាមការណែនាំអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំមានការណែនាំឲ្យប្រើប្រាស់អញ្ចឹងចំពោះមនុស្សប្រុសអញ្ចឹងគាត់អាចពិសាក្នុងមួយថ្ងៃគឺបរិមាណវាមួយកែវស្រាក្រហមរបៀបតែមិនមែនកែវធំណាបានតែកែវកដាលល្មមកែវហ្នឹងអត់ធំពេកទេអញ្ចឹងក្នុងមួយដបហ្នឹងមនុស្សប្រុសអាចប្រើ3ថ្ងៃទៅគឺត្រូវនឹងស្តង់ដារគេហើយមនុស្សស្រីអាចកន្លះកែវស្រាក្រហមអញ្ចឹងគាត់អាចបែងចែកទៅតាមនឹងបានអញ្ចឹងផ្ដោតឲ្យប្រើប្រាស់គឺមនុស្សប្រុសត្រឹមតែមួយកែវស្រាក្រហមទេក្នុងមួយថ្ងៃមនុស្សស្រីកន្លះនេះទៅតាមបច្ចេកទេសរបស់ខ្ញុំអ្នកផលិតទេហើយចំពោះខ្ញុំផលិតក៏ខ្ញុំផ្ដោតទៅការប្រើប្រាស់គឺខ្ញុំអត់ចង់ឲ្យគាត់ប្រើជាគ្រឿងស្រវឹងទេឲ្យគាត់ប្រើលក្ខណៈជាសុខភាពអញ្ចឹងបើគាត់ប្រើបានអញ្ចឹងគឺពួកគាត់នឹងទទួលបានសុខភាពល្អបច្ចុប្បន្ននេះលោកវូចធុចផលិតស្រាមានប៉ៃលិនបាន2លើកក្នុងមួយឆ្នាំដោយក្នុងមួយលើកផលិតបានចន្លោះពី5000ដបទៅ10000ដបសម្រាប់លក់ចេញនៅលើទីផ្សារក្នុងខេត្តប៉ៃលិនហើយក៏មានខេត្តចំនួន8ទៀតបានទទួលទិញស្រាមានប៉ៃលិនសម្រាប់យកទៅចែកចាយបន្តដែលរួមមានខេត្តសៀមរាបព្រះវិហារកំពង់ធំពោធិ៍សាត់កំពតភ្នំពេញខេត្តកណ្ដាលនិងខេត្តព្រះសីហនុទីផ្សារសប្តាហ៍ថ្ងៃខ្ញុំលក់ទៅតាម Facebook Page ហើយនឹងតាមតំណាងគាត់កាត់ខេត្តមួយចំនួនមានខេត្តខ្លះខេត្តដែលកាត់មានពោធិ៍សាត់សៀមរាបភ្នំពេញព្រះវិហារនិងកំពង់ធំចំពោះខ្ញុំផ្ទាល់គឺខ្ញុំថ្ងៃអនាគតខ្ញុំមានគម្រោងផលិតវាឲ្យកាន់តែធំហើយក្នុងបច្ចុប្បន្ននេះក៏ខ្ញុំមានគម្រោងរបស់ខ្ញុំដែរហើយនៅក្នុងឆ្នាំ2025ខ្ញុំនឹងផលិតឲ្យបាន10000ដបទៅ20000ដបក្នុងមួយខែហើយនឹងមានគ្រោងនឹងនាំចេញក្នុងឆ្នាំ2025ទៅ2027កំពុងតែរកដៃគូដែលនៅខាងក្រៅស្រុកដែរដើម្បីនាំចេញទៅក្រៅដែរសិប្បកម្មផលិតស្រាមានប៉ៃលិននិងស្រាទំពាំងបាយជូរព្រៃរបស់លោកវូចធុញគឺជាផ្នែកមួយនៃគោលនយោបាយជាតិចលនាភូមិមួយផលិតផលមួយរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញនិងបង្កើនសេដ្ឋកិច្ចរកប្រាក់ចំណូលដល់គ្រួសារបងប្អូនប្រជាពលរដ្ឋយើងឲ្យមានជីវភាពធូរធារប្រសើរឡើង។